បាទចឹងជាបន្តខ្ញុំសូមបង្ហាញពីការប្រើប្រាស់ enforced reversal integrity ដែលសំខាន់ណាស់គឺថាយើងជួយការភ្ជាប់ exit ពីយើងភ្ជាប់ exit យើងមិនគូសយក3អត់ដល់គូសយកអីមែនទេបាទយកដល់គូសយកអាច check យកចំណុចនេះចឹងយើងនឹងបង្ហាញពីឲ្យលំអិតទាក់ទងនឹងការប្រើប្រាស់ enforced reversal integrity តើយើងតាមនៅពេលណានេះនៅពេលដែលយើងចូលធ្វើការចូលភ្ជាប់ relationship ពេលដែលយើងធម្មតាយើងលើខ្ញុំសូមលុប relationship ចោលវិញខ្ញុំភ្ជាប់ relationship បាទកន្លងមកយើងការ check យកវានេះយើង check ទៅតាមគ្រូពេលខ្លះគេ check យកតាមតែប៉ុណ្្នេះទេណាឬក៏អត់ check ក៏បានឬក៏ check ហើយគេគូសយកទាំង3អញ្ចឹងការ check ហ្នឹងគឺមានលក្ខខណ្ឌវាដើម្បី check ណាមិនសុក check ទេណាអូខេអញ្ចឹងយើងថ្ងៃនេះខ្ញុំសូមបញ្ជាក់ឲ្យលម្អិតទាក់ទងនឹងការប្រើប្រាស់ enforced reversal integrity អានេះជា basic កម្មវិធី database system ប៉ុន្តែយើងនឹងអាចយកទៅប្រើប្រាស់ក្នុងអត្ថន័យវាប្រើប្រាស់ក្នុង database ធំទៀតដូចជា database SQL Server Oracle លក្ខណៈវាដូចគ្នាទេបាទអញ្ចឹងយើងថ្ងៃនេះសូមបញ្ជាក់សួរថាបើអត់ check វាយ៉ាងម៉េចណាឥឡូវខ្ញុំចាប់តាមបង្ហាញពី check សិន check ឥឡូវខ្ញុំគូសយកវាអ្នកនរគ្នាដឹងហើយពីគូសយកវាទីបាទចិត្តខ្ញុំអត់ទាន់និយាយពីចំណុចខាងក្រោមទេកាលណាយើងគូសយកលើចំណុច enforced reversal integrity នៅទីខាងក្រោមมันបានធ្វើការបានទេមែនទេតែបើយើងគូសយកវាជួយក្រោមអាចធ្វើការបានឃើញអត់ជាក់ស្ដែងអញ្ចឹងមែនទេបាទប៉ុន្តែគេមិនគូសយកទាំង3ទេវាមានហេតុផលរបស់វាមិនសុកជុកសុកធ្វើទេណាបាទអញ្ចឹងយើងទីខ្ញុំមកយើងគូសយកវាខ្ញុំនិយាយតែចំណុចនេះមួយសិន enforced reversal integrity តែយើងប្រើដើម្បីអីទេកាលណាយើងគូសយកចំណុចហ្នឹងមិនបានគូសយកពីខាងក្រោមអញ្ចឹងណាខ្ញុំមិនបានយកពីខាងក្រោមយើងយកតែចំណុចខាងលើវានឹង control បាន3ចំណុចទី1ណា control បាន3ចំណុចទី1 user មិនអាចធ្វើការបញ្ចូលទិន្នន័យក្នុង table កូនបានទេអាចថានិយាយកូននឹងអាចនិយាយថាជា table reference foreign table ហើយអង់គ្លេសអាចថាឧទាហរណ៍ថា child table សម្រាប់ទៀតកាលណាយើងគូសយកចំណុចហ្នឹងវាមាន control 3ចំណុចទី1มันអាចធ្វើការបញ្ចូលទិន្នន័យក្នុង column foreign key គេហៅថា foreign key ជាពេលនេះសូមបញ្ជាក់នេះចុះពួកខ្ញុំបានបញ្ជាក់ស្អីជា primary key ស្អីជា foreign key ច្បាស់ស្អីជា primary table ស្អីជា foreign table ស្អីជា primary key ស្អីជា foreign key បាទ primary key ជាតម្លៃមួយដើមរបស់វាណាជាតម្លៃមួយដែល unique ដែលជាតម្លៃដើមណាសូមទោសខ្ញុំសូមនិយាយពីparent table សិន parent table គឺជាតម្លៃ table ដែលធ្វើការបញ្ចូលទិន្នន័យមុនគេហៅថា table មេខ្មែរគេនិយាយថា table មេណាមេគឺចង់ឲ្យថា table ហ្នឹងបញ្ចូលទិន្នន័យមុនគេអញ្ចឹងឲ្យធ្វើការមុនគេគឺមេអញ្ចឹងបាទហើយគេ foreign table ឬក៏គេហៅថា child table ជា table មួយដែលធ្វើការបញ្ចូលទិន្នន័យបន្ទាប់ពីយើងមាន table ដើមមួយណាបាទ table ដើមគឺគេហៅ table មេ table កូនហ្នឹងអាចថា table បន្ទាប់មួយណាបាទអានេះគេហៅថា primary table foreign table ណាចុះ primary key វិញ primary key ជាតម្លៃមួយដែល unique នឹងឯងណាដែលវាធ្វើការបញ្ចូលទិន្នន័យដើមហើយ foreign key នេះជា key គេទេដែលយើងមើលទៅជា table រវាងcustomer ជាមួយនឹង table order ណាជា foreign key ងាយយល់គាត់ foreigner primary key foreign key foreign ណា foreigner ដល់យើងមើលជនបរទេសមកស្រុកខ្មែរយើងគេតែមានលេខ passport មែនទេយើងមើលសម្បត្តិតែលើជា passport មួយមែនទេតែមើល passport ដឹងថាគាត់មានប្រពន្ធគាត់ដឹង
មានធំសម្បត្តិប្រមាណមានដីប្រមាណដល់ហើយតែទេមើលគាត់គាត់តែថាជាងពីចូលទៅលើគាត់ឯងគឺយកឯកសារពីតម្លៃដើមនៅប្រទេសគាត់ទៅមើលដើម្បីឃើញអត់តម្លៃទាំងអស់បែបហ្នឹងมันខុសពីដែលគេ design ពី parameter table ឬក៏ parameter key ឬក៏ foreign key ដែរបើសិនជាយើង foreign key customer នៅក្នុង table order នេះគេហៅថា foreign key ហើយគឺជា key មួយតំណាងឲ្យ primary key ណាហាក់ដូចជាបរទេសមកលេខស្រុកខ្មែរកាន់ passport មួយមកក្បាលអានេះគេហៅ foreign key នេះ foreigner មែនទេគឺជាតម្លៃមួយតំណាងឲ្យសញ្ជាតិអីមួយមែនទេបាទចុះចង់ទៅក្នុងលំអិតគាត់តែយើងទៅហៅយកព័ត៌មានពីដើមពីប្រទេសគាត់មកឲ្យគាត់ឯកសាររបស់គាត់ណាអញ្ចឹងមិនដូចពីនេះដែរ foreign key ជា key តំណាងឲ្យតម្លៃរបស់ primary key primary key គឺ customer របស់ក្នុង table customer បើស្គាល់ ID ស្គាល់ឈ្មោះស្គាល់ address ស្គាល់ email អត់ដែលយើងរៀនឲ្យអស់ហើយមែនទេអញ្ចឹងអត់យើងឲ្យអស់អញ្ចឹងមកនិយាយនេះគឺគិតថាអាយុ foreign key អានេះគេថា key មួយសម្រាប់តំណាងឲ្យ primary key នៃ table នៃទឹកដើមមួយនៃ primary table អញ្ចឹងយល់ហើយស្អីជា primary key ជាតម្លៃដើមមួយហើយ foreign key ជា key មួយតម្លៃមួយដែលតំណាងឲ្យតម្លៃដើមហ្នឹងណាបាទហើយយើងមើលអញ្ចឹងមិនខ្ញុំនិយាយថាការគូសយក3ចំណុចនេះភ្ជាប់លេខ10មិនតែគូស3មកឆែកយកអ្នកខ្លះក៏អត់ចាប់3គ្រោះថ្នាក់មកទេគ្រោះថ្នាក់យើងទៅនេះពេលអញ្ចឹងយើងយកមួយសិនគឺថាបើទី1មិនគឺថា3កាលណាគូសយកមួយមានវា control ដល់3ចំណុចទី1មិនទេมันអាចធ្វើការបញ្ចូលទៅនឹងក្នុង table កូនបានទេគឺថាឆាវ table បានទេប្រសិនបើ table នោះมันមានសម្រាប់ប្រសិនបើតម្លៃនោះมันមាននៅក្នុង foreign มันមាននៅក្នុងតម្លៃដើមទេ primary table ឬក៏ primary key ណាឧទាហរណ៍យើងមើលហេតុបានគឺនិយាយអញ្ចឹងច្បាប់ការងារក្នុង table គំរូនេះខ្ញុំប្រាប់ថារាល់អតិថិជនដែលមកប្រឡងខ្ញុំត្រូវតែចុះឈ្មោះសិនអញ្ចឹងចុះឈ្មោះខ្ញុំបានចុះឈ្មោះពួកគាត់បានចំនួនប្រហែលអ្នកឥឡូវបានប្រហែលអ្នក1 2 3 4អ្នកគាត់ជាម៉ួយរបស់យើងជាប្រចាំរបស់យើងណាគេថាអ្នកដែលមកទិញបើអត់ចុះឈ្មោះអត់ឲ្យលក់ចេញអត់ឲ្យលក់បានមែនទេអត់ឲ្យលក់បានអញ្ចឹង ID គាត់មានប្រហែល1ដល់9អញ្ចឹងឡើយនេះខ្ញុំ order ក្នុងន័យនេះមានន័យថាខ្ញុំបញ្ចូលលេខ5បានអត់បានលេខ5អត់បានលេខ5ណាយើងមើលអញ្ចឹងសូមមេត្តាមើលពេលបញ្ចូលទៅលេខពីការពីអាស្រ័យមកបញ្ចូលទៅយើងអត់ដឹងថាខ្លួនអ្នកខ្លះរៀនមក2ឆ្នាំនេះបញ្ចូលទៅលេខនោះអត់ចូលទេអានេះគូយ៉ារឿងបងមិនសឹងគូយ៉ារឿងខ្ញុំសឹងមកចូលអីចូលអីគាត់ដឹងថាបញ្ចូល ID អត់មានរូបភាពទេណាយល់ទេបញ្ចូលទៅគឺយ៉ាង you cannot add or change record because relate require table មួយគេមើល mistake ប្រយ័ត្នបាទអញ្ចឹងយើងចូលលេខបានលេខ1ឬក៏លេខនិយាយរួមលេខឲ្យតែមាននៅក្នុង table ដើម table ដើមគឺ table customer បានអត់ឲ្យដាក់ទឹកប្រាក់ discount ប៉ុន្មាន%ទៅ 0.1 10% ទៅណាឬក៏10ទៅណាអូនេះសារយើងអីទេសារយើងយកបាទប្រួយមែនបាទអូខេយល់អត់ហេតុម៉េចគេទីតែការអញ្ចឹងព្រោះថាចុះនិស្សិតយើងគិតពីតារានិស្សិតម្ដងខ្ញុំនិយាយពីតារានិស្សិត student study ទីមួយ student study មានឯងអង្គុយមកក្នុងនេះអត់ ID បើអត់មាន ID អ្នកឯងចូលបន្ទុកពីគាត់ចូលបន្ទុកគាត់ចូលលឿនគាត់ទៅចង់ចូលថយបន្ទុកគាត់និស្សិតមានតែមានតែមួយអ្នកនិស្សិតមានតែ3អ្នកយកថាទៅចុះឈ្មោះរៀនណាខ្ញុំសូមដូរទំហំឲ្យធំតិចហើយអ្នកក្រោយមើលឃើញណាបាទ
និស្សិតយើងមានប៉ុន្មាន3នាក់ណាហើយគាត់មកចុះឈ្មោះមករៀនយើងមិនគាត់ចូលនឹងរៀនគេមករៀនមែនទេវ៉ាន់ទូមិននិស្សិតនេះរៀនមកច្រើនមកអញ្ចឹងពេលរៀនយ៉ាងម៉េចយើងមិនជួយនេះគាត់អញ្ចឹងហ៎បាទអូខេឥឡូវយើងបញ្ចូលលេខ2បានអត់ Hello អ្នកក្រោយមើល Hello Hey Hello ណែមើលអត់ទឹកហ្នឹងមិនអត់ទឹកហ្នឹងខ្ញុំបញ្ចូលលេខ2បានអត់នៅក្នុង table study អត់ទេមែនទេបាទចូលបានអត់អត់ទេមែនទេបានទេបាទបាទអញ្ចឹង